ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកឡើងពីរឿងពិតមួយដែលកើតឡើងនៅក្នុងក្រុងកំពង់ឆ្នាំងអស់រយៈពេលជាង15ឆ្នាំមកហើយកាលពីថ្ងៃទី14ខែកក្កដាឆ្នាំ2010ល្បីថាមានខ្មោចស្រីម្នាក់ស្ទាក់លងអ្នកភូមិសួររកកូនស្រីត្អូញត្អែដាក់ព្រះសង្ឃផ្អើលនៅក្នុងក្រុងកំពង់ឆ្នាំងប៉ុន្តែថ្ងៃនេះខ្ញុំលើកឡើងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឲ្យដឹងពីដំណើរដើមតោនៃខ្មោចស្រីនោះដែលបានលងព្រះសង្ឃនិងអ្នកភូមិនៅក្រុងកំពង់ឆ្នាំងតែទោះជាយ៉ាងណាសូមកុំឲ្យខាតពេលយូរសូមប្រិយមិត្តស្ដាប់រីករាយស្ដាប់ដូចតទៅរយៈពេលជាង15ឆ្នាំមកហើយការល្បីនឹងភ័យខ្លាចរឿងខ្មោចលងនៅក្នុងវត្តទេពធីតារាមហៅវត្តយីទេពកំពុងតែរំជើបរំជួលវត្តអារាមមួយនេះស្ថិតនៅក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងបើការនិយាយពីរឿងថាមានខ្មោចលងវាហាក់ដូចជាមិនគួរឲ្យជឿនិងមានតែក្នុងខ្សែភាពយន្តប៉ុណ្ណោះដែលគេតាក់តែងឡើងទៅតាមការស្រមើសម័យធ្វើឲ្យអ្នកទស្សនារន្ធត់ចិត្តតែប៉ុណ្ណោះចំណែកធៀបពិតពីបញ្ហាខ្មោចលងនេះមិនដែលកើតមានជាក់ស្ដែងម្ដងណាឡើយក្រៅតែពីការនិយាយបន្លាយគ្នាទោះបីជាបែបណារឿងរ៉ាវខ្មោចលងនេះបាននឹងកំពុងកើតមានឡើងនៅក្នុងវត្តយេទេពរហូតដល់ព្រះចៅអធិការវត្តត្រៀមរៀបចំពិធីសូត្រមន្តរងាប់រលឹងខ្មោចទៀតផងជុំវិញហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះតាមប្រភពព័ត៌មានបានឲ្យដឹងថាការភ្ញាក់ផ្អើលបានកើតឡើង3ទៅ4ថ្ងៃជាប់ៗគ្នាគឺល្បីថាមានខ្មោចស្ត្រីដែលសម្រាប់កូនហើយស្លាប់បានឡងគេពេញវត្តទេពធីតារាមហៅវត្តយេទេពព័ត៌មានតាក់ទងនឹងខ្មោចលងនេះភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំងបានព្យាយាមស្វែងរកប្រភពព័ត៌មានខាងលើរហូតដល់ប្រភពដើមដែលការល្បីពីខ្មោចលងគេបាននិយាយរហូតคล้ายពីក្អែកមួយទៅក្អែក10ហើយជួបជាមួយលោកតាហឹមខូនអាយុ68ឆ្នាំដែលជាអ្នកភ្លុកឬហៅម្យ៉ាងទៀតថាអ្នកដុតសពបាននិយាយថាកាលពីយប់ថ្ងៃសុក្រទី9ខែកក្កដាមានគេដឹកសពស្ត្រីម្នាក់មកតម្កល់នៅសាលាឆាន់ក្នុងវត្តតាមការប្រាប់របស់ក្រុមគ្រួសារសពស្ត្រីខាងលើបាននិយាយឲ្យគាត់ដឹងថាស្ត្រីរងគ្រោះបានសម្រាលកូននៅឯភូមិណាស្រុកកំពង់លែងគឺបង្កើតកូនឲ្យឈ្មោះខ្មែរកើតកូនហើយស្ត្រីជាម្ដាយមានអាការៈធ្លាក់ឈាមខ្លាំងពេកក្រុមគ្រួសារក៏ដឹកមកមន្ទីរពេទ្យខេត្តប៉ុន្តែដោយស្ថានភាពកាន់តែធ្ងន់ធ្ងរក៏ដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញបន្តទៀតតែបានស្លាប់ដោយសារយប់ទៅហើយមិនមានការណូតឆ្លងកាត់គឺក្រុមគ្រួសារយកសពមកតម្កល់នៅសាលាឆាន់ក្នុងវត្តយីទេពនេះនឹងបាននិយាយថាលើកឡើងនឹងដឹកសពទៅធ្វើបុណ្យនៅស្រុកកំពង់លែងលុះស្អែកឡើងក្រុមគ្រួសារក៏បានបដូរចិត្តមិនបានដឹកសពទៅកំពង់លែងទេគឺព្រមព្រៀងគ្នាបូជាសពនៅក្នុងវត្តយីទេពនេះតែម្ដងការភ្លុកបានបន្តថារូបគាត់ត្រូវបានគេជួលឲ្យបូជាសពស្ត្រីខាងលើព្រោះគាត់ជាអ្នកភ្លុកនៅវត្តនេះស្រាប់ដោយគ្មានពិធីអ្វីទាំងអស់ហើយគាត់ក៏បានបូជាសពរួចរាល់នៅម៉ោង9ព្រឹកថ្ងៃសៅរ៍ព្រមទាំងបានប្រកួតធាតុស្ត្រីដែលស្លាប់ឲ្យក្រុមគ្រួសារយកទៅស្រុកអស់ហើយដែរប៉ុន្តែអ្វីដែលស្មានមកដល់នោះគឺក្រោយពីបូជាសពហើយស្រាប់តែនៅម៉ោង12ថ្ងៃត្រង់ខ្មោចស្ត្រីនោះលងគាត់មុនតែម្ដងគាត់រៀបរាប់ថានៅពេលដែលគាត់ដើរមកជិតសាលាឆាន់ដែលជាកន្លែងតម្កល់សពស្ត្រីនោះស្រាប់តែមានសំឡេងធ្ងរគាត់ស្មានតែមាននរណាមកស្រែកធ្ងរនៅសាលាឆាន់ក៏ចូលទៅមើលប៉ុន្តែមិនបានឃើញអ្វីទេក៏ដើរចេញមកវិញហើយសំឡេងនោះក៏បាត់ទៅការភ្លុកបន្តថាមានបរិសុទ្ធឈ្មោះសាមជាអាយុ40ឆ្នាំក៏ត្រូវបានខ្មោចស្ត្រីនោះលងដែរនៅយប់ថ្ងៃសៅរ៍នោះដោយខ្មោចស្រីសួររកកូនការស្វែងរកបរិសុទ្ធឈ្មោះសាមជាមិនបានជួបទេប៉ុន្តែកូនស្រីគាត់បានអះអាងថាឪពុកគាត់ពិតជាត្រូវខ្មោចលងនៅជិតខ្លោងទ្វារវត្តមែនខណៈដែលគាត់ដើរត្រឡប់មកពីផឹកស្រាវិញព្រះគ្រូចៅអធិការវត្តមានសង្ឃដីកាឲ្យកោះសន្តិភាពដឹងថាលោកបានឮគេនិយាយតគ្នាក្នុងវត្តថាមានខ្មោចលងហើយដើម្បីលុបបំបាត់ភាពភ័យខ្លាចលោកបានបញ្ឆេះម៉ាស៊ីនភ្លើងបំភ្លឺក្នុងវត្តទល់ទូភ្លឺប៉ុន្មានយប់មកហើយចៅអធិការតំណងជាយល់ថានោះជាការភ័យខ្លាចផ្ដេសផ្ដាស់ប៉ុន្តែនៅយប់ថ្ងៃអាទិត្យដោយសង្ស័យក្រែងមានជនខិលខូចបំភ័យហើយឆ្លៀតឱកាសលួចរបស់ក្នុងវត្តលោកក៏បាននិមន្តជាមួយកូនសិស្សទៅសាលាឆាន់ពេលទៅដល់ម៉ោងប្រហែលជា9យប់លោកមានសន្និដ្ឋានថាគ្រាន់តែឈានជើងជន់កម្មចដើឡើងសាលាឆាន់បាន2កម្មស្រាប់តែមានសម្លេងធ្ងរបានលាន់យ៉ាងក្រលួចគឺលោកនិងកូនសិស្សបានលើកដូចគ្នាហើយក៏និមន្តត្រឡប់មកគាត់វិញព្រះអង្គបានបន្តសន្និដ្ឋានថាតាមអាត្មាដឹងសពស្ត្រីរូបនោះហើយបូជាមិនមានអាចារ្យវត្តសេមាអ្វីឲ្យបានត្រឹមត្រូវទេព្រោះពេលនោះអាចារ្យវត្តមិននៅគឺមានតែតាភ្លុកអ្នកដុតសពប៉ុណ្ណោះតាមលោកតាអាចារ្យបាននិយាយថាសពបែបនេះគឺជាសពតៃហោងព្រោះមានអាចារ្យរៀបចំឲ្យបានត្រឹមត្រូវមុនពេលបូជាលោកតាអាចារ្យនិយាយថានឹងរៀបចំនិមន្តព្រះសង្ឃ4អង្គមកសូត្រមន្តដើម្បីរងាប់រលឹងខ្មោចស្ត្រីរូបទៅតាមបរិវេណីដោយឡែកយុវតីឈ្មោះវ៉ែនសេងអាយុ22ឆ្នាំមានទីលំនៅនៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងដែលបានអះអាងថា
ខ្មោចឡងនាងស្ទើរលួសប្រលឹងដែរនោះបាននិយាយថានៅយប់ថ្ងៃសៅរ៍នោះនាងបានជិះម៉ូតូម៉ាកវីវ៉ាត្រឡប់ពីផ្សារលើវិញជិះកាត់ក្នុងវត្តយទេពពេលមកដល់មុខសាលាឆាន់មានមនុស្សស្ត្រីម្នាក់ស្លៀកពាក់សំពត់សអាវសបង់កសែងសបានហៅនាងឲ្យឈប់ម៉ូតូនិងប្រាប់នាងឲ្យបន្លត់ភ្លើងម៉ូតូតែនាងអត់បន្លត់ទេស្រាប់តែភ្លាមនោះភ្លើងម៉ូតូរបស់នាងក៏រលត់ហើយស្ត្រីស្លៀកសនោះសួរថាឯណាកូនអញនាងឆ្លើយថានាងមិនបានដឹងទេពេលនោះភ្លើងម៉ូតូនាងបានឆេះឡើងវិញក៏ឃើញស្ត្រីនោះយកដៃមកបំរុងចាប់ស្មានាងតែមិនឃើញដៃទេឃើញតែដៃអាវសយុវតីរូបនេះរៀបរាប់ថាមុនស្ត្រីនោះមានឈាមចេញតាមផ្នែកច្រមុះត្រចៀកស្រក់ប្រឡាក់អាវទើបនាងដឹងខ្លួនថាខ្មោចលងនាងភ័យខ្លាំងណាស់ក៏មួលហ្គាម៉ូតូបំបុកស្ត្រីខ្មោចនោះតែមិនបុកខ្មោចទៅជាបុកដើមស្វាយមកសាលាឆាន់ទៅវិញបណ្ដាលឲ្យដួលបែកកញ្ចក់ម៉ូតូនិងបែកក្បាំងវាឈ្នាន់ម៉ូតូផងដែរចំណែកឯនាងមានរបួសជើងបន្តិចហើយព្រាមនោះក៏មានព្រះសង្ឃនិងសិស្សលោកបានមកជួយលើកម៉ូតូនាងដោយស្មានថានាងជិះម៉ូតូបុកដើមស្វាយពេលនាងទៅដល់ផ្ទះប្រាប់ឪពុកម្ដាយតាមដំណើររឿងស្អែកឡើងក៏និមន្តលោកមកស្រោចទឹកទើបនាងបានស្ងប់អារម្មណ៍ក្រៅពីសាក្សីរៀបរាប់ខាងលើនៅមានពាក្យចចាមអារាមពីខ្មោចឡងនេះជាច្រើនទៀតប៉ុន្តែมันមានសាក្សីច្បាស់លាស់ចេញមកបកស្រាយទេគ្រាន់តែជាពាក្យតៗគ្នាឬហៅថាក្អែកមួយជាក្អែក10ប៉ុណ្ណោះជួបជាមួយលោកតាជឹមជូនមេខុំដាស្រុកកំពង់លែងតាមទូរស័ព្ទលោកបានឲ្យដឹងថាកាលពីសប្តាហ៍មុនពិតជាមានស្ត្រីឆ្លងទន្លេហើយស្លាប់មែនគឺឈ្មោះអ៊ីមថាអាយុ27ឆ្នាំនៅភូមិដាឃុំដាក្រោយពីសម្រាលកូនប្រុសម្នាក់ជាកូនដំបូងហើយបានធ្លាក់ឈាមមិនឈប់ក៏យកទៅពេទ្យប៉ុន្តែបានស្លាប់ដោយបន្សល់ទុកទារករស់នៅជាមួយឪពុកពិតមែនព័ត៌មានខាងលើអ្នកបញ្ជាខ្មោចព្រាយមួយចំនួនបាននិយាយថាប្រយ័ត្នមានជនខិលខូចខ្លាញ់បន្លំឬឆ្លៀតឱកាសធ្វើអំពើទុច្ចរិតអ្វីមួយដូច្នេះសមត្ថកិច្ចមូលដ្ឋានគួរស្រាវជ្រាវមាននរណាម្នាក់ហ៊ានអះអាងថាតើពិតជាមានខ្មោចលងមែនឬក៏អត់នោះទេដោយសារតែមានភ្លុកចៅអធិការវត្តនិងយុវតីម្នាក់បានអះអាងបន្តដោយព័ត៌មានខាងលើទោះបីបែបណាខ្មោចអសុរកាយស្ថិតនៅភពមួយផ្សេងដែលយើងមិនអាចដឹងបានហើយប្រកាសដែរថាមានខ្មោចឡងក្នុងទីវត្តអារាមក៏មិនគួរខ្លាចទេព្រោះថាក្នុងទីអារាមមានបារមីព្រះពុទ្ធធំណាស់អសុរកាយទាំងឡាយមិនអាចធ្វើអ្វីបាននោះឡើយសូម្បីតែអ្នកចេះអាបធ្មប់ក៏មិនអាចឈានជើងចូលវត្តបានដែរដោយសារតែហេតុផលអាត់កំបាំងនានាតាក់ទងនឹងពាក្យថាខ្មោចគឺសំដៅទៅលើអ្នកស្លាប់អ្នកចែកឋានគ្មានលទ្ធិអ្វីមកធ្វើបាបមនុស្សបានទេប៉ុន្តែបើសិនជាមានក៏អាចនិយាយបានថាខ្មោចឯទៀតមិនអាចឲ្យខ្មោចស្ត្រីនោះធ្វើអ្វីផ្ដេសផ្ដាស់នោះដែរមិនខ្វះទេប្រលឹងខ្មោចក្នុងទីអារាមព្រោះមានមនុស្សមិនតិចទេដែលស្លាប់ត្រូវបានដង្ហែទៅបូជាហើយដាក់តម្កល់ក្នុងចេតិយប្រងព្រឹត្តក្នុងបរិវេណវត្តក្រៅពីនេះមានតូបទេវតាអ្នកតាច្រើនទៀតដែលអាចនិយាយបានថាជាសង្គមមនុស្សមួយនៅទីនោះពិតជាមិនអាចឲ្យខ្មោចស្ត្រីនោះដើរលងគេឯងបានឡើយព័ត៌មានខាងលើដែលនិយាយពីការភ្ញាក់ផ្អើលរឿងខ្មោចលងនោះមិនមែនមានន័យថាការផ្សព្វផ្សាយដោយមិនមែនហេតុផលនោះទេនឹងគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មានពីភ្ញាក់ផ្អើលពីរឿងខ្មោចលងតែប៉ុណ្ណោះប៉ុន្តែត្រង់ថាមានខ្មោចមែនឬក៏អត់អាស្រ័យលើការពិចារណារបស់បងប្អូនតែប៉ុណ្ណោះជាចុងក្រោយវីដេអូខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែស្ដាប់នៅការអធិប្បាយរបស់ខ្ញុំប្រសិនបើការអធិប្បាយរបស់ខ្ញុំលើសលួសខ្វះខាតត្រង់ណានោះសូមប្រិយមិត្តស្ដាប់មេត្តាខមមិនរិះគន់ខាងក្រោមវីដេអូដើម្បីខ្ញុំកែតម្រូវឡើងវិញ